Bà Sửa đây bọn học nè bà chẳng như vừa đào lập mà chủ nghĩa tiết thái để tôi nâng cảศึกษา ภาษาចិន bà នៅក្នុងវីដេអូនេះគឺយើងនឹងបង្រៀនអំពីរបៀបដាក់សញ្ញាសំឡេងនៅក្នុងភាសាចិនឲ្យបានត្រឹមត្រូវនៅក្នុងទៅលើ pin in ឲ្យបានត្រឹមត្រូវបាទអញ្ចឹងនៅក្នុងការដាក់សញ្ញាសំឡេងនេះដែរបើសិនជាយើងមិនដឹងពីរបៀបដាក់មិនដឹងពីរបៀបចំណាំទេចឹងបែបនោះវានឹងធ្វើយើងដាក់ខុសទៅលើដាក់សញ្ញាសំឡេងខុសទៅលើស្រៈនីមួយៗចឹងណាបាទអញ្ចឹងយើងមានតែពីរចំណុចទេដែលត្រូវចងចាំឲ្យច្បាស់ទៅទៅនឹងការដាក់សញ្ញាសំឡេងទៅលើស្រៈហ្នឹងបាទទៅលើ PN ហ្នឹងឯងបាទអញ្ចឹងចំណុចទី1គឺយើងត្រូវដាក់សញ្ញាសំឡេងភាសាចិនទាំង4ហ្នឹងដាក់នៅលើស្រៈបាទបានន័យថា PN មួយវាមានព្យញ្ជនៈផងស្រៈផងអញ្ចឹងត្រូវដាក់ទៅលើស្រៈបាទទៅចំណាំណាដាក់ទៅលើស្រៈមិនអាចដាក់ទៅលើព្យញ្ជនៈបានទេកាលណាអ្នកដាក់លើព្យញ្ជនៈវានឹងខុសបាទអញ្ចឹងត្រូវតែដាក់លើស្រៈបាទទី2ត្រូវចំណាំលេខរៀងស្រៈរបស់យើងបាទត្រូវចំណាំលេខរៀងស្រៈតូលបាទស្រៈតូលភាសាចិនមានប្រមាណមាន6បាទមាន6យើងត្រូវចំណាំលេខរៀងថាស្រៈមួយណាមុនស្រៈមួយណាទី2ស្រៈមួយណាទី3ស្រៈមួយណាទី4ស្រៈមួយណាទី5ស្រៈមួយណាទី6បាទអញ្ចឹងត្រូវចាំលេខរៀងវាច្បាស់បើយើងអាចដាក់សញ្ញាសំឡេងទៅលើស្រៈបានបាទអញ្ចឹងមកខាត់ពេលឥឡូវនេះយើងចូលទៅសិក្សាអំពីរបៀបនៃការដាក់តម្ដងហើយយើងទៅសិក្សាអំពីតើស្រៈមួយណានៅមុខគេបាទអូខេតើចាប់ផ្ដើមមើលឥឡូវនេះគឺជាស្រៈទាំង6ដែលយើងត្រូវចាំថាមួយណាលេខរៀងមុនអញ្ចឹងណាបាទឥឡូវសឺបានដាក់លេខរៀងឲ្យយើងមើលហើយស្រៈ A មុនគេគឺលេខរៀងទី1ហើយស្រៈ O បាទស្រៈ O គឺលេខរៀងទី2ស្រៈ Ư លេខរៀងទី3ស្រៈ I លេខរៀងទី4ស្រៈ U លេខរៀងទី5ហើយនិងស្រៈ Ü លេខរៀងទី6បាទទាំង6នេះហើយគេហៅថាស្រៈតូលបាទស្រៈតូលគឺជាស្រៈដែលមានតែឯងបាទណាវាយើងយកស្រៈតូលទៅ6នេះបានបង្កើតទៅជាស្រៈជាច្រើនផ្សេងទៀតចឹងទៅបង្កើតជាស្រៈផ្សំអញ្ចឹងទៅណាបាទអញ្ចឹងយើងត្រូវចាំថា A លេខរៀងទី1 O លេខរៀងទី2 E លេខរៀងទី3 I លេខរៀងទី4 U លេខរៀងទី5 Ü លេខរៀងទី6បាទអញ្ចឹងយើងត្រូវសូត្រឲ្យចាំ A O E I U I A O E I U I A O E I U I បាទត្រូវចាំអញ្ចឹងហ្មងណាបាទត្រូវចាំឲ្យច្បាស់ថាអាណាលេខទីមុនប៉ុន្តែវាក៏មានលក្ខណៈពិសេសហើយលក្ខណៈលើកលែងបាទឥឡូវសឿននឹងបញ្យល់យើងនៅក្នុងវីដេអូនឹងទាំងអស់បាទអូខេបាទឥឡូវយើងមកចាប់ផ្ដើមតម្ដងទៅលើមើលទៅលើការឧទាហរណ៍និងការដាក់សញ្ញាសំឡេងទៅតាមស្រៈនីមួយៗហ្នឹងបាទយើងមើលឧទាហរណ៍ទី1ឡាសឺយកស្រៈ I មកដាក់បាទស្រៈ I យើងមានស្រៈ A និងស្រៈ E ដែលភាសាអង់គ្លេសថាអក្សរ A និងអក្សរ I អញ្ចឹងណាបាទអញ្ចឹងស្រៈ A និងស្រៈ E នៅជាមួយគ្នាបែបនេះយើងក៏លេខទៅមើលលេខរៀងនៃស្រៈរបស់យើងតើលេខរៀងស្រៈនេះស្រៈ A និងស្រៈ E នេះមួយណាលេខរៀងមុនអញ្ចឹងយើងមើលឃើញថាស្រៈ A គឺលេខរៀងមុនស្រៈ E បាទអញ្ចឹងយើងដាក់សញ្ញាសំឡេងយើងមាន4ដែលមើលឃើញបាទអញ្ចឹងដាក់មួយណាក៏បានដែរអញ្ចឹងខ្ញុំដាក់មួយណាក៏បានដែរអញ្ចឹងឧទាហរណ៍ឥឡូវសឺយកសំឡេងទី1មកដាក់បាទសំឡេងទី1អញ្ចឹងយើងសឺដាក់ទៅលើស្រៈ A ហេតុអីបានដាក់លើស្រៈ A ដែលថាស្រៈ A គឺលេខរៀងទី1មុនគេអញ្ចឹងយើងត្រូវចំណាំថាយើងត្រូវដាក់លេខរៀងទៅលើស្រៈមួយណាដែលមានលេខរៀងមុនណាចាំអញ្ចឹងណាបងប្អូនចាំថាយើងត្រូវដាក់សញ្ញាសំឡេងទៅលើស្រៈមួយណាដែលមានលេខរៀងមុនហើយត្រូវចំណាំថាយើងត្រូវដាក់សញ្ញាសំឡេងនៅលើស្រៈមិនអាចដាក់លើព្យញ្ជនៈបានទេអូខេបាទឥឡូវយើងមើលបាទបន្តទៀតទី2បាទឧទាហរណ៍ទី2យើងអាចយកព្យញ្ជនៈមួយគឺព្យញ្ជនៈពបាទពបូកស្រៈអីបាទពអីបៃបាទពអីបៃ
ចឹងក្នុងនេះវាមានជួយជំនាញផងស្រៈផងចឹងtôiចាំថាដាក់សញ្ញាសំឡេងលើស្រៈប៉ុណ្ណឹងបានហើយបាទចឹងជួយជំនាញអត់ខ្វល់ហើយហ្នឹងណាបាទឥឡូវយើងមើលស្រៈអឺនិងស្រៈអ៊ីនៅជាមួយគ្នាយើងមើលតើស្រៈអឺស្រៈអ៊ីមុនលេខរៀងមុនគឺស្រៈអឺលេខរៀងមុនអញ្ចឹងយើងដាក់សញ្ញាសំឡេងទៅលើស្រៈអឺអញ្ចឹងខ្ញុំដាក់សញ្ញាសំឡេងទី2បាទចឹងយើងដាក់មកអានមកប៉អី3អញ្ចឹងណាបាទទី3បាទចូលទី3យើងមើលបាទស្រៈអ៊ុយបាទស្រៈអ៊ុយបាទយើងអាចយកចូលជំនាញស៊ឺបូកនឹងស្រៈអ៊ុយចឹងយើងអានថាស៊ុយបាទស៊ុយស៊ុយប្រែថាអាយុមែនអត់បាទអញ្ចឹងយើងមើលបាទដាក់ស្រៈលើមួយណាអ្នកគ្នាដាក់សំឡេងលើមួយណាគឺយើងដាក់ទៅលើស្រៈអ៊ីមែនអត់ដោយសារស្រៈអ៊ីលេខរៀងមុនស្រៈអ៊ូបាទអូខេបាទយើងចូលទី4ទី4យើងមើលស្រៈអ៊ីវបាទអូខេអ្នកគ្នាយើងបានដល់ចំណុចដែលមានករណីលើកលែងហើយណាចំណុចនេះគឺជាករណីលើកលែងគេហៅថាការលើកលែងមិនអាចដាក់តាមលេខរៀងនៃស្រៈទេគឺយើងអាចដាក់នៅដាក់បញ្ច្រាស់បានអញ្ចឹងចង់តែអញ្ចឹងណាបាទចូលថខ្ញុំយកស្រៈអ៊ីវនេះយើងបូកជាមួយនឹងចូលជាអ្នកលឿចុះបាទលឿដាក់ស្រៈអ៊ីវអានថាលាវបាទលាវដាក់សលេងទី4មកអានថាលាវបាទអញ្ចឹងខ្ញុំទៅដាក់សញ្ញាសំឡេងទៅលើស្រៈអ៊ូហេតុអីវាជាករណីលើកលែងយើងអត់មានហេតុផលអីទេគឺវាជាករណីលើកលែងបាទដាក់លើស្រៈអ៊ូហ្នឹងណាដែលទោះបីជាស្រៈអ៊ូនឹងលេខរៀងក្រោយអ៊ីមែនប៉ុន្តែយើងដាក់លើស្រៈអ៊ូចាំអញ្ចឹងណាបាទហើយយើងមើលដល់ទី5បាទទី5ស្រៈអ៊ីបាទស្រៈអ៊ីយើងអាចដាក់ពាក្យស៊ីបាទស៊ីបាទស៊ីបាទស៊ីជួយជំនាញស៊ីបូកនឹងស្រៈអ៊ីអានថាស៊ីបាទយើងដាក់សំឡេងលើណាអ្នកគ្នាដាក់សំឡេងលើស្រៈអ៊ីដែលស្រាតែអត់សំទោសបណ្ដាសំឡេងលើស្រៈអ៊ឺដែលសារតែស្រៈអ៊ឺហ្នឹងគឺមុនស្រៈអ៊ីណាអូខេហើយតទៀតយើងមើលទៅលើលេខ6បាទស្រៈអូបាទស្រៈអូវាមាន OU បាទ OU យើងដាក់ជួយជំនាញខឺបាទខឺដាក់ទៅអូអានថាហូអញ្ចឹងទៅដាក់លើសញ្ញាលើស្រៈអបាទស្រៈអមុនស្រៈអ៊ូបាទទី7អ៊ឺបាទស្រៈអ៊ឺអញ្ចឹងស្រៈអ៊ឺយើងអាចយកចូលជំនាញបូកជាមួយនឹងអក្សរលឿបាទលឿស្រៈអ៊ីអានថាលឿបាទលឿអញ្ចឹងដាក់សំឡេងទី4ទៅបាទសំឡេងទី4អញ្ចឹងទៅដាក់សញ្ញាសំឡេងទៅលើស្រៈអ៊ឺបាទថាស្រៈអ៊ឺវាមុនស្រៈអ៊ីបាទទី8យើងដាក់ទៅលើយើងយកពាក្យស្រៈអឺមកនិយាយបាទអញ្ចឹងនៅក្នុងស្រៈមួយនេះដែរគឺគ្មានចូលជំនាញណាប្រើជាមួយស្រៈនឹងបានទេគឺគាត់ជាគេហៅថាស្រៈដែលឯករាជ្យហ្មងបាទហើយប្រើមួយណាបានទេគឺអានថា R នឹងឯងបាទតែយើងទៅដាក់សញ្ញាសំឡេងទៅលើស្រៈអ៊ឺតែក្នុងលេខ8នេះដែរគឺវាអត់មានស្រៈពីរទេវាមានស្រៈមួយជួយជំនាញមួយតែអានេះគេហៅថាស្រៈបែបគេផ្គុំជាមួយនឹងជំនាញណាអ្នកគ្នាបាទតែគេអានថាស្រៈ R អញ្ចឹងទៅណាអានថា R អញ្ចឹង R យើងដាក់សញ្ញាសំឡេងលើស្រៈបាទអញ្ចឹង R នោះជំនាញទេកំណត់ជាមួយនិងកំណត់ពីលើបាទទៅដល់លេខ9ស្រៈអានបាទស្រៈអានយើងអាចយកជួយជំនាញខឺបាទខឺដាក់ស្រៈអានអានថាហាន់បាទដាក់សញ្ញាសំឡេងទី4ទៅហាន់យើងដាក់លើស្រៈអាណាសញ្ញាសំឡេងណាអក្សរ N ហ្នឹងអក្សរនឿទេយើងមិនដាក់ឯងតាទី10បាទទី10ស្រៈ N បាទស្រៈ N ស្រៈ N គឺយើងដាក់សញ្ញាសំឡេងទៅលើស្រៈអ៊ឺនឹងឯងណាបាទស្រៈ N យើងអាចបូកជាមួយនឹងជំនាញខឺទៅបាទខឺ N ខិនសំឡេងទី3អញ្ចឹងទៅបាទទី11យើងដាក់ស្រៈអ៊ីវមកប្រើប្រាស់បាទស្រៈអ៊ីវជាងស្រៈអ៊ីវនេះគឺយើងអាចបូកជាមួយនឹងG បាទ G អ៊ីវជោG អ៊ីវជោបាទយើងអាចដាក់សំឡេងទី4ទៅបាទអញ្ចឹងដាក់លើស្រៈមួយណាអ្នកដឹងអត់វាមានដល់ទៅ3អញ្ចឹងយើងរាប់ទៅបាទតើស្រៈ3ហ្នឹងមួយណាដែលរៀងមុនគេគឺស្រៈ A មុនគេអញ្ចឹងដាក់លើស្រៈ A ទៅតែមិនត្រូវហើយបាទអូខេហ្នឹងសម្រាប់ស្រៈដែលមាន3ព្យាង្គអញ្ចឹងណាអញ្ចឹងទៅដាក់លើស្រៈណាដែលរៀងមុនគឺត្រឹមត្រូវអត់ខុសទេអូខេអ្នកនាងបាទអញ្ចឹងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងតាក់ទងទៅនឹង
របៀបនៃការដាក់សញ្ញាសំឡេងឲ្យបានត្រឹមត្រូវទៅលើស្រៈរបស់យើងបាទអញ្ចឹងគោលដៅដែលចាំដែលសំខាន់បំផុតដែលយើងត្រូវចាំគឺមានពីរចំណុចបាទទី1គឺយើងត្រូវតែដាក់សញ្ញាសំឡេងនៅលើស្រៈចំណាំអញ្ចឹងណាទោះបីជា PIN នឹងមានជួយជំនះផងត្រូវដាក់លើស្រៈបាទនៅទី2ឲ្យច្បាស់ចាំឲ្យកាន់ឲ្យច្បាស់នេះគឺត្រូវតែចំណាំលេខរៀងនៃស្រៈតូលទាំង6ហ្នឹងកាលណាចាំលេខរៀងច្បាស់យើងអាចដាក់សញ្ញាសំឡេងត្រូវហើយបាទគឺយើងដាក់សញ្ញាសំឡេងទៅលើស្រៈណាត់លេខមានលេខរៀងមុនប៉ុន្តែវាក៏មានករណីលើកលែងដោយដែលយើងអានទី4ហ្នឹងបាទដែលវាមានត្រអ៊ីនិងត្រអ៊ូបញ្ចូលគ្នាអានថាត្រអ៊ីវហ្នឹងគឺយើងដាក់សញ្ញាសំឡេងលើត្រអ៊ូទោះបីជាត្រអ៊ូហ្នឹងលេខរៀងក្រោយត្រអ៊ីក៏ដោយណាហ្នឹងត្រូវចាំដែរកន្លែងហ្នឹងណាឃើញណាបាទហើយក្នុងវីដេអូហ្នឹងគឺយើងមានតែប៉ុណ្្នឹងតាក់ទងទៅនឹងចំណុចសំខាន់ណាចឹងអ្នកគ្នាកុំភ្លេចធ្វើការរៀនធ្វើដោយខ្លួនឯងមិនថានៅផ្ទះយើងសេស្រៈផ្សំស្រៈអីចូលមកយើងរៀនដាក់សញ្ញាសំឡេងបានត្រឹមត្រូវទៅយើងនឹងចេះដែរបាទអូខេបាទប៉ុណ្ណឹងវីដេអូរបស់យើងគឺមានប៉ុណ្ណឹងបាទគឺកុំឲ្យវែងពេកបាទអញ្ចឹងសូមបញ្ចប់បាទ谢谢大家再见